ស្ដីចាជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះជួបគ្នាទៀតហើយតថ្ងៃនេះគឺខ្ញុំមកចែករំលែកពីចាថ្នាំដ៏ថ្មីចាសម្រាប់ម៉ាក់ដែលមានកូនទូចគឺខ្ញុំអ្នកជឿថ្មីទេហើយខ្ញុំទិញថ្នាំថ្មីនេះកន្លែងប៉ាន់ស៊ីគូលក់ថ្នាំពេទ្យអ្នកទាំងអស់គ្នាគាត់ណែនាំហើយខ្ញុំធ្វើចេញវីដេអូចាម្ដងហើយចំពោះថ្នាំថ្មីនេះណាខ្ញុំដល់ហើយបាត់ឈឺថ្មីខ្ញុំគឺព្យាបាលប៉ុន្តែរយៈពេល1ឆ្នាំវាឈឺវិញឈឺតិចណាអញ្ចឹងខ្ញុំក៏ប្រើថ្នាំថ្មីនេះគឺមិនមានវាជាដាច់ទេចង់និយាយថាយើងសម្អាតថ្មីយើងដោះថ្មីមួយថ្ងៃ3ដងពេលយើងញ៉ាំអាហាររួចអ្នកទាំងអស់គ្នាអញ្ចឹងគឺវាបាត់ឈឺហើយអ្នកដែលឈឺថ្មីណាកុំចង់និយាយថាឃើញវីដេអូខ្ញុំហើយទិញថ្នាំថ្មីនេះទៅដោះឲ្យបាត់អត់មែនទេអ្នកទាំងអស់គ្នាខ្ញុំចង់និយាយថាសម្រាប់អ្នកដែលគាត់ទៅពេទ្យថ្មីហើយព្យាបាលសម្រាប់យើងមនុស្សធំគឺព្យាបាលចាជាវាបាត់ឈឺប៉ុន្តែសម្រាប់កូនក្មេងដែលគាត់អាយុ8ឆ្នាំចុះក្រោមអត់ទាន់បាក់ថ្មីប្រៃអ្នកទាំងអស់គ្នាដឹងហើយថាចាអត់ទាន់ព្យាបាលបានទេអញ្ចឹងគាត់អាសាឈឺណាគាត់ញ៉ាំអីប្រេះផ្ដាអត់ស្ដាប់តាមចាយើងប្រាប់គាត់កុំឲ្យញ៉ាំស្ករគ្រប់ញ៉ាំអីគាត់ញ៉ាំណាអញ្ចឹងហើយគឺម៉ាក់ពួកតែមានថ្នាំថ្មីប្រភេទនេះចាគឺជាផលិតផលថៃអ្នកទាំងអស់គ្នាចាឈ្មោះគឺម៉ៅជូឡាអ្នកម៉ៅមានពីរប្រភេទអានេះគឺខ្ញុំប្រើចានេះរៀងពូខៀវគឺខ្ញុំប្រើអស់4-5ទីហើយនេះអស់ដល់ពេលព្រឹកមកខ្ញុំទៅគឺឈៀងចូលទិញគាត់អស់អាពណ៌ហ្នឹងគឺសល់តែពណ៌នេះប៉ុន្តែគឺដូចគ្នាណាចានេះអ្នកម៉ាក់អាត់ screen សោះឲ្យតម្លៃទូថ្លៃតែខ្ញុំទិញនៅនេះដូចតែ15,000ទេនេះចាប៉ុន្តែគឺវាចាវាល្អមែនទែនសម្រាប់កូនរបស់យើងដែលគាត់ឈឺថ្មីមិនថាឈឺពេលយកប្រឡប់អីទេអ្នកទាំងអស់គ្នាដូចកូនខ្ញុំអញ្ចឹងពេលខ្លះគាត់កេងឈឺថ្មីស្រែកយំឲ្យគាត់មកដោះថ្មីនេះចាមកដោះហើយឃើញថាគាត់កេងបានណាហើយមិនមែនថាយើងមិនយកទៅពេទ្យទេខ្ញុំយកទៅពេទ្យរាល់ដងហើយអ្នកទាំងអស់គ្នាចង់5-6ដងហើយចង់និយាយថាវាអត់បាត់ណាដោយសារតាហ្នឹងពេទ្យក៏ប្រាប់ដែរពេលតែញ៉ាំអីលបងអាជាតិកបោដែលពេទ្យបាត់ថ្នាំនោះបាត់ទៅលបងទៅគឺឈឺវិញអញ្ចឹងគាត់ឲ្យគាត់ព្យាយាមដោះថ្មីសម្អាតថ្មីមួយថ្ងៃបាន3ដងមុនជាពិសេសមុនពេលចូលគេងអ្នកទាំងអស់គ្នាចូលគេងពេលគាត់ញ៉ាំអាហារពេលល្ងាចហើយឲ្យគាត់ដោះជាមួយនឹងថ្នាំឲ្យថ្មីនេះចាគឺពេលមួយរយៈពេលនេះមកគឺកូនខ្ញុំអត់ដែលឈឺថ្មីមានថ្ងៃខ្លះគាត់អត់ដោះហើយខ្ញុំផ្លេចប្រាប់គាត់ដែរគឺគាត់ឈឺថ្មីដោយសារថ្មីគាត់គឺប្រហោងទាំងពីរអញ្ចឹងតែពេលស្អីចូលឬក៏អាហារណាដែលមានជាតិស្ករជាតិអីអញ្ចឹងគាត់ស្រែកតែឈឺតាមថ្មីនេះគឺមាន2ពណ៌អ្នកទាំងអស់គ្នាអានេះចាពណ៌រៀងខាងក្រៅរៀងបៃតងហើយនេះវិញខៀវចាហើយដូចគ្នាទេខ្ញុំមើលគឺល្អមែនតើទី1គឺជួយសម្អាតអញ្ចាញថ្មីរបស់យើងក៏ដូចជាថ្មីរបស់យើងហ្នឹងជួយសម្អាតបានល្អហើយចាជួយឲ្យអញ្ចាញថ្មីហើយនឹងថ្មីរបស់យើងមានសុខភាពល្អទី2កាត់បន្ថយឬក៏ចំពោះអាកាសសំណល់ដែលយើងញ៉ាំអីទៅវាជាប់តាមថ្មីយើងគឺវាជួយសម្អាតបានល្អឬក៏បាក់តេរីដែលវាទៅប្រមូលផ្ដុំតាមអាចន្លោះថ្មីរបស់យើងតាមគល់ថ្មីទាំងអស់គ្នាអញ្ចឹងគឺវាជួយសម្អាតជ្រាបបានល្អអញ្ចឹងហើយការណាតាវាសម្អាតជ្រាបបានល្អគឺកាត់បន្ថយចាការឈឺថ្មីរបស់យើងហើយនៅនេះគឺមានជាតិអំបិលដែលទាំងគ្នាពេលដោះតោះប្រៃហើយទី3នោះគឺជួយឲ្យខ្យល់ដង្ហើមយើងពេលដែលយើងប្រើទៅមានអារម្មណ៍ថាស្រស់ថ្លាអញ្ចឹងពេលយើងឈឺថ្មីទៅយើងដោះទៅបើអ្នកឈឺខ្លាំងអីវាជួយកាត់បន្ថយបានតិចតួចទេអ្នកទាំងអស់គ្នាបើយល់អត់មែនតែយើងទៅពេលថ្មីទេណាចាដូចកូនរបស់ខ្ញុំកាលខ្ញុំអត់ទាន់ទិញថ្នាំថ្មីនេះពេលគាត់ឈឺថ្មីខ្ញុំមិនដឹងធ្វើម៉េចទេយកហើយថ្នាំបាត់ឈឺថ្មីក៏យើងប្រើជាប្រចាំពេលគឺអត់ល្អទេយើងសួរពេទ្យណាចាអញ្ចឹងពេលគាត់ឈឺថ្មីគឺខ្ញុំដាំទឹកក្តៅហើយដាក់អំបិលកូរឲ្យគាត់បៀមួយហ្នឹងវាអាចឈឺខ្លាំងភ្លាមអ្នកទាំងអស់គ្នាតែគាត់ចេះទ្រាំណាអូនគឺកូនខ្ញុំគាត់ចេះទ្រាំអញ្ចឹងទៅគឺកាត់បន្ថយការឈឺដែរណាចាទឹកក្តៅអូនហើយជាមួយអំបិលណាបើយើងអត់មានថ្នាំថ្មីនេះណាទាំងអស់គ្នាចេះកាត់បន្ថយចាចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគ្នាមានចង់មកទាក់ទងទៅនឹងវីដេអូនេះអត់មានក្រមអរគុណបាយបាយ